ថ្ងៃនេះខ្ញុំមកបង្ហាញបងប្អូនពីវិធីបដិខប់ពូជរបស់ខ្ញុំហើយយកទៅដាំរហូតដល់ពេលបានប្រមូលផលអញ្ចឹងបងប្អូនមើលទាំងអស់គ្នាណាជំហាននៃការដាំនីមួយៗរបស់ខ្ញុំបងប្អូនគឺខ្ញុំត្រូវតែសរសេរអក្សរទុកនៅលើនេះផ្ទាំងវាហ្នឹងណាបើខ្ញុំអត់សរសេរទុកទេបងប្អូនខ្ញុំអត់ចំណាំទេពីព្រោះខ្ញុំបដិខប់ពូចម្ដងអត់មានតិចគ្រាប់ទេហើយក៏មិនមែនមួយមុខដែរគឺច្រើនមុខអញ្ចឹងគឺខ្ញុំត្រូវតែសរសេរអញ្ចឹងឯងឥឡូវនេះគឺខ្ញុំចាប់ផ្ដើមបដោះដូចជាស្ពៃទឿស្ពៃចកឹះដូចជាសាឡាត់អីចឹងបងប្អូនហើយភាគច្រើនបងប្អូនដើម្បីកុំឲ្យចំណាយពេលក្នុងការទិញណារៀងរាល់2អាទិត្យឬក៏មួយខែអីហ្នឹងគឺខ្ញុំចាប់ផ្ដើមបដោះម្ដងទៀតហើយភាគច្រើនគឺមួយខែខ្ញុំចាប់ផ្ដើមបដោះឲ្យបងប្អូនអញ្ចឹងពេលដែលខ្ញុំបដោះខ្ញុំមិនចាំបាច់ដាក់គ្រាប់ច្រើនទេបងប្អូនដាក់តែ4 10 20គ្រាប់អញ្ចឹងណាអំឡុងពេលដែលខ្ញុំបដោះបងប្អូនគឺខ្ញុំរៀបកតោជាមុនសិនអញ្ចឹងណាខ្ញុំដាក់ដីសិនទៅដាក់ដីហើយបានខ្ញុំយកគ្រាប់ពូជមករោយពីលើបន្ទាប់ពីខ្ញុំយកគ្រាប់ពូជហើយបានខ្ញុំដាក់ដីពីលើថាបងប្អូនព្រោះអានេះបើសិនជាបងប្អូនអត់ច្បាស់ពីការរៀបចំដីទេបងប្អូនអាចទិញដីគេស្រាប់នៅប្រទេសអូស្ត្រាលីគឺគេមានដីលក់ស្រាប់សម្រាប់ដីបដោះគ្រាប់ពូជបដោះអីចឹងណាប៉ុន្តែបើសិនជាបងប្អូនអត់ច្បាស់ទេបងប្អូនអាចរកមើលវីដេអូចាស់របស់ខ្ញុំបានដែលខ្ញុំបង្ហាញបងប្អូនពីមុនណាតែបើសិនជាបងប្អូនរកអត់ឃើញទេបងប្អូនខមមិនពីខាងក្រោមមកចាំខ្ញុំធ្វើឡើងវិញជូនហើយភាគច្រើនណាបងប្អូននៅពេលដែលយើងធ្វើការបដិគ្រាប់ពូជគឺនៅពេលដែលយើងដាក់គ្រាប់ដាក់អីហើយកុំភ្លេចអសោះរឿងស្រូចទឹកនឹងឯងហើយបងប្អូនដឹងអត់គឺខ្ញុំតែងតែដាក់ត្រេនៅពីខាងក្រោមចឹងព្រោះឯនៅពេលដែលវាចាប់ផ្ដើមដោះបងប្អូនគឺខ្ញុំស្រូចទឹកពីខាងក្រោមទៅចឹងណាដើម្បីមានជាតិទឹកស្រូបយកទៅចិញ្ចឹមនៅគ្រាប់ពូជនឹងឲ្យបានឆាប់ដុះឥឡូវហ្នឹងគឺខ្ញុំបដោះបាន2ថ្ងៃហើយឃើញមានគ្រាប់ពូជខ្លះមានចាប់ដុះលឿនមែនតែនជាពិសេសគឺស្ពៃទឿតែម្ដងបងប្អូនស្ពៃទឿស្ពៃចកឹះអីហ្នឹងគឺដុះលឿននៅពេលដែលយើងចាប់ផ្ដើមធ្វើបដោះវាហើយយើងដាក់កតោដាក់អីអញ្ចឹងណាហើយម្លងបានតែ3ថ្ងៃគឺវាចេញស្គួយចេះឯងបងប្អូននេះនិយាយទៅបងប្អូនខែហ្នឹងឲ្យទៅបដោះស្ពៃគឺខ្ញុំសប្បាយហ្មងសប្បាយត្រង់ថាឃើញវាដុះលឿនមែនតែនដូចថាយើងដាក់4 10គ្រាប់ចឹងពេលដែលវាដុះមកឡងស្គួយពេញនឹងនេះហើយការស្រូចទឹករបស់ខ្ញុំបងប្អូនគឺខ្ញុំស្រូចពីខាងក្រោមទៅអញ្ចេះវិញហើយបើថាខ្ញុំត្រូវការបាញ់គឺខ្ញុំបាញ់ពីលើណាខ្ញុំអត់ស្រូចទឹកខ្លាំងទេព្រោះអីកាលណាទៅស្រូចទឹកខ្លាំងវាធ្វើឲ្យកូនស្ពៃឬក៏កូនដំណាំរបស់យើងហ្នឹងវាដួលបាក់ទៅវិញអញ្ចឹងបាក់កព្រោះវានៅស្ទើរបងប្អូនអញ្ចឹងយើងអាចយកកតោឬក៏យើងស្រូចពីខាងក្រោមទៅវិញឬក៏យើងបាញ់ពីខាងលើទៅវិញអញ្ចឹងណាតែបាញ់ថ្នមកុំចាក់ឈូបងប្អូនទៅចាក់ឈូបាក់កដើមដំណាំតំណោញរបស់យើងខូចខ្ទេចអស់ហើយមកដល់កន្លែងនេះផងដែរបងប្អូនគឺខ្ញុំបានរៀបចំដីហើយណាខ្ញុំដាក់ជីដាក់អីហើយចឹងទៅឥឡូវហ្នឹងគឺខ្ញុំយកមកស្ទូងតែម្ដងហើយការរៀបចំដីអត់ប្រហែលបងប្អូនវីដេអូចាស់ខ្ញុំច្រើនណាស់តាក់ទងនឹងការរៀបចំដីណាយើងដាក់កាកសំណល់ផ្សេងចឹងទៅបើបងប្អូនមានកាកសំណល់ទេបងប្អូនធ្វើជីកប៉ុស្តិ៍ហើយយើងដាក់ជីកប៉ុស្តិ៍ពីខាងលើហ្នឹងទៅហើយចាំយើងចាប់ផ្ដើមដាំហើយអានេះទៅពេលដែលខ្ញុំស្ទូងហើយបងប្អូនបាន2អាទិត្យគឺល្អមែនតើភាគច្រើនខ្ញុំដាំនៅក្នុងខែនេះគឺខ្ញុំតែងតែដាក់គេហៅថាអីគេម៉ោចហ្នឹងបើសិនជាបងប្អូនខ្មែរយើងគាត់អាចនិយាយបានថាយើងដាក់ច្បើងនៅខាងក្រោមអីចឹងណាប៉ុន្តែអាម៉ោចនេះគឺគេធ្វើចេញពីអំពៅបងប្អូនអាកាអំពៅណាគេកិនយកទឹកយកអីហើយគេសម្ងួតយកអាកាអំពៅហ្នឹងមកកិនលក់ធ្វើឲ្យយើងដើម្បីដាក់នៅក្នុងសួនដំណាំសួនអីចឹងណាកុំភ្លេចអសោះណាបងប្អូនពេលដែលបងប្អូនធ្វើការដាំហ្នឹងរៀងរាល់2អាទិត្យបងប្អូនស្រោចជីម្ដងទៅឲ្យតែបងប្អូនមានជីអីបងប្អូនដាក់ជីហ្នឹងណានៅខាងបរទេសបងប្អូនអាចទិញអាជីស៊ីវីតក៏បានដែរតែបងប្អូននៅខាងខ្មែរបងប្អូនអាចស្រោចជីអីគេសង្គ្រោះពន្លឺឬជីរស្មីសំយោគជីជូលៀងស៊ីអីហ្នឹងឯងហើយម្លងបានតែមួយខែមកបងប្អូននេះយើងអាចកាត់វាយកមកញ៉ាំបានហើយវីដេអូខ្ញុំគឺមានតែប៉ុណ្្នឹងឯងចាអរគុណច្រើនជំរាបលា